ពេលរសៀលមុនចុះទៅធ្វើការមកថតបងប្អូនខ្មែរយើងសិនបងប្អូនអើយខ្ញុំឆ្លៀតមកថតនេះបងប្អូនខ្មែរយើងគាត់ធ្វើការម៉ោង6ហើយផ្នែកខាងប៉ុកចុះមុនថងលឿកន្លះម៉ោងតែមិនចឹងអត់មានកបេតឲ្យធ្វើទេបាន20ម៉ែត្រផងធ្វើឯងណាកាក់ពេលល្ងាចកាក់ទី3ណាអើយនេះខ្ទង់អើយម៉ោង5:59នាទីចិត្តម៉ោង6ហើយខ្វះ1នាទីទៀតអាកាក់ព្រឹកក្តៅណាស់លោកអើយតិចមានតែអាកាក់ទី3អាកាក់យប់នេះឯងគ្រាន់ថាកាក់យប់វានឹងងុយដេកទម្រាំទៅបានដេកម៉ោង2ម៉ោង3យប់ណាឃើញរូបភាពអាពេលឡើងពីធ្វើការម្ដងវាជើង2ជើង4ទាំងជើងផងទាំងដៃផងវាឡើងកម្មជាដើបងប្អូននោះផ្នែកខាងគេអើយចែកគ្នាម្នាក់ពាក់កដាលធ្វើឡាំនេះធំគេ20000យើង20000ចែកគ្នាធ្វើឡើងម្ដង6ភួងក្នុងមួយភួងមាន30ការ៉ុងហើយ30ការ៉ុងគុណនឹង6ស្មើនឹង180ការ៉ុងហើយ1ការ៉ុង50គីឡូក្រាមអោតពេញហ្មងនេះកប៉ាល់នេះចតនៅចិត្តកោះដំរីជនជាតិសៀមវាហៅថាកោះស៊ីឆាងហ្នឹងនៅរៀងឆ្ងាយដែរបងប្អូនមិនមែនចិត្តប្រមាណទេណាពួយមើលទៅឡើងលងលយដែរក្រាឋានឈប់នៅទៅនឹងមើលរៀងច្បាស់ឃើញភ្នំអញ្ចឹងបើក្រុមខាងខ្ញុំខាងប៉ុងឯនេះវិញគាត់អ្នកខ្លះគាត់តាក់ឲ្យគាត់អង្គុយអ្នកខ្លះទៀតគាត់មុននឹងឡើងពេលហូបបាយពេលរសៀលហ្នឹងគាត់តាក់តុកដល់ពេលដល់ម៉ោង6បានគាត់ចុះបដ ாய் ព្រោះអីគាត់តាក់តុកចឹងឲ្យហើយដល់ពេលដល់ម៉ោងគឺតាក់យកទៅឲ្យផ្នែកអ្នកថងលឿធ្វើហ្មងហើយមេចាប់ផ្ដើមងងឹតអញ្ចឹងខាងផ្នែកខាងកម្មករកប៉ាល់គាត់ចាប់ដើមដើរដាក់ភ្លើងតាមមាត់លបាំង